រៀនសួរស្វាគមន៍មកកាន់កំណត់ហេតុនៃការរៀននៅបង្រៀនរយៈពេល27ថ្ងៃរបស់ខ្ញុំនៅក្នុងមេរៀនទី13នេះខ្ញុំលើកយកនៅសកម្មភាព warm up activity យកមកធ្វើការបង្ហាញ warm up activity ឬការកម្ដៅសាច់ដុំនេះច្រើនតែជួបប្រទះនៅក្នុងសកម្មភាពការលេងកីឡាហើយដែលអ្នកលេងកីឡានីមួយៗគាត់ធ្វើការកម្ដៅសាច់ដុំគាត់តាមរយៈការហាត់ប្រាណងាយៗដើម្បីត្រៀមសាច់ដុំក្នុងការធ្វើសកម្មភាពខ្លាំងក្លាប៉ុន្តែនៅក្នុងការបង្រៀននិងរៀនវិញខ្ញុំប្រើ warm up activity នេះគឺដើម្បីត្រៀមសិស្សមានន័យថាត្រៀមរាងកាយសិស្សត្រៀមចិត្តគំនិតសិស្សមុននឹងយើងធ្វើដំណើរជាមួយនឹងខ្លឹមសារមេរៀនថ្មីនៅក្នុងថ្ងៃនេះហើយសកម្មភាព warm up activity ដែលខ្ញុំធ្លាប់ធ្វើកាលពីមេរៀនទី10គឺខ្ញុំបានធ្វើលំហាត់ប្រាណនៃការដកដង្ហើមមានន័យថាការធ្វើសមាធិតាមរយៈផ្លូវដង្ហើមប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំផ្ដោតទៅលើការប្រើប្រាស់នៅសំណួរចាប្រើប្រាស់នៅសំណួរដែលអនុញ្ញាតឲ្យសិស្សគាត់ចាប់ផ្ដើមចង់អារម្មណ៍ទាញអារម្មណ៍មករំលឹកនៅអ្វីដែលគាត់បានរៀនអ្វីដែលជាចំណេះដឹងមូលដ្ឋានដែលគាំទ្រឲ្យការរៀននៅមេរៀនក្នុងថ្ងៃនេះហើយសម្រាប់ខ្ញុំសកម្មភាព warm up activity នោះវាសំខាន់មែនតើព្រោះប្រសិនណាបើសិស្សអត់ទាន់ត្រៀមខ្លួនទេសិស្សបែកខ្ចាយអារម្មណ៍មានថាអារម្មណ៍របស់គាត់អត់ទាន់មូលជាមួយនឹងការចូលរៀនទេយើងពិបាកនៅក្នុងការអូសទាញគាត់ឲ្យរុករកឲ្យព្យាយាមចូលរួមសកម្មភាពក៏ដូចជាឡើងបកស្រាយផ្សេងៗអញ្ចឹងរឿងដែលខ្ញុំអាចផ្លេចបាននោះគឺការ warm up activity នឹងឯងដែលជួយឲ្យគាត់ទាញចំណាប់អារម្មណ៍ប្រមូលស្មារតីចង់ហើយផ្ដោតលើខ្លឹមសារនៃមេរៀនដែលជាគ្រឹះសម្រាប់ភ្ជាប់ជាមួយនឹងមេរៀនថ្មីនេះផងដែរចាសសូមអរគុណនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងជួបគ្នាក្នុងវីដេអូក្រោយ